អវកាសមិនមែនជាកន្លែងងងឹតទេវាជាកន្លងពណ៌ស្អាតនិងអស្ចារ្យដែលហៅថា Nebula កន្លែងកំណើតនៃផ្កាយថ្មីៗលេខ5 Eagle Nebula វាជារូបភាពល្បីរបស់ NASA បង្ហាញពីការបង្កើតផ្កាយនៅចម្ងាយជាង 7000 ឆ្នាំពន្លឺលេខ4 Orion Nebula វាជា Nebula ដែលមើលឃើញបានដោយភ្នែកទទេពោពេញដោយអគ្គិសនីនៃការបង្កើតផ្កាយថ្មីៗលេខ3 Carina Nebula វាធំជាងព្រះអាទិត្យរបស់យើងរាប់ពាន់ដងហើយជាកន្លែងកំណើតផ្កាយមហិមាលេខ2 Helix Nebula ដែលគេហៅថាភ្នែករបស់ព្រះវាជាផ្កាយចាស់មួយកំពុងរលត់បង្កើតជារូបភាពដ៏អស្ចារ្យលេខ1 Crab Nebula បង្កើតឡើងពីការផ្ទុះ Supernova ដែលធ្វើឲ្យអវកាសភ្លឺបំផុតជាងផ្កាយទាំងអស់ចក្រវាឡបង្ហាញថាសោភ័ណភាពនិងអំណាចនៃការបង្កើតគឺគ្មានព្រំដែនបើអ្នកចង់ឃើញអនាគតសូមមើលទៅលើមេឃតើអ្នកធ្លាប់ឃើញភាពស្រស់ស្អាតនៃ Nebula ដែរឬទេមើលវីដេអូនេះហើយស្គាល់ភាពអស្ចារ្យនៃចក្រវាឡ